សូមចាប់ផ្ដើមបាទហ្នឹងហើយជាបឋមសូមជម្រាបសួរអ្នកសារព័ត៌មានជាតិអន្តរជាតិនៅថ្ងៃនេះគណៈបកកម្លាំងជាតិមានកិត្តិយសបានរៀបចំសន្និសីទសារព័ត៌មានមួយស្ដីអំពីជំហររបស់លោកខឿនវិរៈក៏ដូចជាអ្នកគ្រូណូសុធារីបន្ទាប់ពីចេញពីពន្ធនាគារថ្មីនេះហើយខ្ញុំក្នុងនាមគណៈបកកម្លាំងជាតិគ្រាន់តែដើរតួនាទីសម្របសម្រួលហើយបន្ទាប់ពីនេះខ្ញុំនឹងផ្ដល់វេទិកានេះឲ្យលោកខឿនវិរៈនឹងបកស្រាយជូនចំពោះសារព័ត៌មានជាតិអន្តរជាតិអំពីជំហររបស់លោកមកដល់ពេលនេះបាទអញ្ចឹងសូមអញ្ជើញលោកខឿនវិរៈអញ្ជើញបាទសូមអរគុណដល់បងប្អូនសារព័ត៌មានជាតិអន្តរជាតិទាំងអស់ដែលបានមកចូលរួមយកព័ត៌មានថ្ងៃនេះដូចការខ្ញុំបានបញ្ជាក់ចំហពេលដែលខ្ញុំចេញពីពន្ធនាគារបានថ្ងៃនៅវត្តអង្គមេត្រីក្បែរវត្តនាគារចឹងគឺខ្ញុំនៅជាមួយអ្នកប្រជាធិបតេយ្យហើយខ្ញុំបានឃើញគណៈបកមួយគឺគណៈបកកម្លាំងជាតិដូច្នេះថ្ងៃនេះច្បាស់ណាស់គឺខ្ញុំមកចូលរួមធ្វើសន្និសីទផ្សាយនៅថ្ងៃនេះគឺចង់បញ្ជាក់ថានឹងមកចូលរួមជាមួយគណៈបកកម្លាំងជាតិដែលជាគណៈបកប្រជាធិបតេយ្យបន្តឆន្ទៈដើមហើយសុទ្ធតែជាអ្នកតស៊ូដើម្បីបុព្វហេតុប្រជាធិបតេយ្យហើយអ្វីដែលខ្ញុំមើលឃើញហើយខ្ញុំសម្រេចចិត្តចូលរួមមិនមែនថាគណៈបកផ្សេងទៀតអត់ប្រជាធិបតេយ្យទេប៉ុន្តែសម្រាប់ខ្ញុំមើលឃើញមេដឹកនាំរបស់គណៈបកកម្លាំងជាតិដែលអាចផ្ដល់ភាពជឿជាក់ឲ្យខ្ញុំរួមដំណើរក្នុងដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៌ហើយដូច្នេះហើយបានខ្ញុំរួមជាមួយនឹងលោកស្រីនូសុធារីគឺសម្រាប់ចូលរួមជាមួយគណៈបកកម្លាំងជាតិដែលជាគណៈបកបង្កើតថ្មីហើយដែលឋានៈដឹកនាំមួយចំនួនចេញមកពីគណៈបកភ្លើងទៀនដែលក្រោយពីគណៈបកភ្លើងទៀនមិនអាចចូលរួមការបោះឆ្នោតនៅឆ្នាំ2022បានបាទខ្ញុំមានប៉ុណ្ណឹងបាទសូមអរគុណហើយបន្តទៅនេះសូមអញ្ជើញអ្នកគ្រូឡើងមានមតិជុំវិញជំហរនយោបាយរបស់អ្នកគ្រូបាទសូមអញ្ជើញអ្នកគ្រូចាខ្ញុំក៏មានជំហរដូចជាលោកឃើញវិរៈដែរគឺខ្ញុំត្រូវការថាគណៈបកកម្លាំងជាតិខ្ញុំមកចូលរួមដើម្បីរក្សានៅលទ្ធិប្រជាធិបតេយ្យពិតប្រាកដហើយខ្ញុំមានគោលជំហរច្បាស់លាស់នឹងចូលរួមនៅក្នុងគណៈបកកម្លាំងជាតិនេះឯងខ្ញុំអត់មានអីលើសនឹងទៀតទេមានតែប៉ុណ្្នឹងឯងបាទសូមអរគុណអ្នកគ្រូក៏ដូចជាអរគុណលោកខឿនវិរៈដែលជាអតីតប្រធានយុវជនគណៈបកភ្លើងទៀនក្នុងនាមខ្ញុំក៏ដូចជាក្នុងនាមគណៈបកកម្លាំងជាតិយើងសូមទទួលស្វាគមន៍នៅវត្តមានលោកខឿនវិរៈក៏ដូចជាអ្នកគ្រូនូសុធារីដែលបានសម្រេចចិត្តចុងក្រោយមកចូលរួមសកម្មភាពនយោបាយជាមួយគណៈបកកម្លាំងជាតិពិតជារីករាយនឹងទទួលស្វាគមន៍ចំពោះការសម្រេចចិត្តដ៏ធំធេងនេះហើយក្នុងនាមខ្ញុំក៏ដូចជាគណៈបកមានការកោតសរសើរនៅវីរភាពរបស់អ្នកគ្រូក៏ដូចជាវិរៈបាទដែលមានវីរភាពធ្វើការងារកន្លងមកក្នុងនាមយុវជនក៏ដូចជាអ្នកគ្រូក្នុងនាមស្ត្រីនៅក្នុងគណៈបកភ្លើងទៀនហើយបានលះបង់ធំធេងរហូតទៅដល់ជាប់ពន្ធនាគាររយៈពេល2ឆ្នាំយើងមិនអាចបំភ្លេចបានទេនៅការលះបង់ទាំងគេថាពេលវេលាកម្លាំងកាយកម្លាំងចិត្តហើយនឹងសេចក្តីសុខជាពិសេសអ្វីដែលយើងស្ញប់ស្ញែងបាទនៅពេលដែលមានរលក
ទៅបូលទៅតាក់បន្តប៉ុន្តែជំហរបើជំហរនិងសេចក្តីក្លាហានរបស់អ្នកគ្រូក៏ដូចជាវិរាតបានបដិញ្ញាចិត្តខ្ពស់ឈរនៅខាងជាមួយអ្នកប្រជាធិបតេយ្យបាទអានេះហើយដែលយើងឃើញថាមានថាសេចក្តីក្លាហានមានមនសិការខ្ពស់មានឧត្តមគតិខ្ពស់ហើយក៏ជាគំរូល្អសម្រាប់ស្ត្រីយុវជនចំនួនក្រោយបន្តដែរបាទដើម្បីសង្គមជាតិយើងត្រូវតែមានចំហត្រូវមានសេចក្តីក្លាហានមោះមុតដើម្បីសង្គមយើងឆ្ពោះទៅគោលដៅដែលយើងចង់បានក៏ដូចជាប្រជាពលរដ្ឋជនរួមជាតិខ្មែរចង់បានគឺសេរីភាពនិងប្រជាធិបតេយ្យដូច្នេះខ្ញុំគ្រាន់តែចាប់ដាក់មានការចូលរួមជាមតិប៉ុណ្ណឹងហើយសូមអស់លោកស្រីបើមានសំណួរសូមអញ្ជើញលើកឡើងបាទចង់សួរសម្ដៅមកលោកវិរាតក៏ដូចជាអ្នកគ្រូសូមអញ្ជើញបាទសូមអញ្ជើញលើកជាសំណួរបាទសូមអរគុណសូមអញ្ជើញបើមានសំណួរបាទបងប្អូនអ្នកស្រីណាសួរបងក្រាស់ទៅក្នុងគូបងទីបងឆាដែរបងចាប់អារម្មណ៍ចូលគណៈបកកម្លាំងជាតិបងមើលទៅយ៉ាងណាដែរព្រោះស្ថានភាពពីគណៈបកចាស់ក៏បងទៅគណៈបកព្រឹងទៀតហើយបងក៏មានទូនាទីគួរសមដែរក្នុងគណៈបកព្រឹងទៀតបាទខ្ញុំបានជំរាបចឹងគណៈបកភ្លើងទៀននៅឆ្នាំ2022បានចូលរួមការបោះឆ្នោតឃុំសង្កាត់ប៉ុន្តែមកដល់ឆ្នាំ2023ដោយសារតែគណៈបកភ្លើងទៀនមិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងដោយហេតុផលថាគណៈបកភ្លើងទៀនបាត់សម្បត្តិកំណើតយើងនិយាយថាសម្បត្តិកំណើតចឹងចោលដូច្នេះគណៈបកភ្លើងទៀនមិនអាចចូលរួមប្រកួតប្រជែងបានបើសម្រាប់ខ្ញុំតែងតែខ្ញុំគិតថាបើគណៈបកភ្លើងទៀនត្រូវបានរៀបរៀងដោយហេតុផលណាមួយដោយកាលគណៈបកសង្គ្រោះជាតិខ្ញុំគិតថាជំរឿសគឺយើងត្រូវបង្កើតគណៈបកបន្តទៀតយើងអាចនៅស្ងៀមឬក៏យើងអាចនៅក្នុងលក្ខណៈណាមួយជាដៃគូជាមួយគណៈបកដែលយើងសម្លឹងឃើញប៉ុន្តែសម្រាប់ខ្ញុំអ្វីដែលគណៈបកកម្លាំងជាតិចេញមកនេះហើយដែលចេញពីថ្នាក់ដឹកនាំគណៈបកកម្លាំងជាតិជាពិសេសដោយលោករងឈុនដែលជាទីប្រឹក្សាគណៈបកកម្លាំងជាតិនេះគឺជាអតីតអនុប្រធានគណៈបកភ្លើងទៀនដែរហើយខ្ញុំឃើញថាអ្វីដែលគាត់បានដឹកនាំគឺប្រហាក់ប្រហែលទៅនឹងអ្វីដែលខ្ញុំចង់បានដូចគ្នាដូច្នេះហើយចំហដូចគ្នានេះហើយឆន្ទៈប្រហាក់ប្រហែលគ្នានេះហើយទើបនាំឲ្យខ្ញុំបានមកចូលរួមជាមួយគណៈបកកម្លាំងជាតិទាំងការសម្រេចចិត្តរបស់ខ្ញុំតែមួយសប្តាហ៍ទេមែនតើខ្ញុំបានតាមដានព័ត៌មានមួយចំនួនហើយការសម្រេចចិត្តរបស់ខ្ញុំមួយសប្តាហ៍នេះខ្ញុំយល់ថាសមល្មមដែលអាចឲ្យខ្ញុំរួមដំណើរជាមួយគណៈបកកម្លាំងជាតិដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យលំហសេរីភាពនិងការគោរពសិទ្ធិមនុស្សឡើងវិញនៅប្រទេសកម្ពុជាបានបាទទៅតាមនោះដែរឃើញថាគណៈបកកម្លាំងជាតិក៏ចាប់ដៃគូគណៈបកនេះក៏ចាប់ដៃគូជាមួយនឹងគណៈបកចន្ទៈខ្មែរដែលកំពុងតែបន្តគោលកិច្ចការងារបោះឆ្នោតហ្នឹងណាបាទតែហេតុអីបាទបងអត់ចាប់អារម្មណ៍ចូលបងមានមកគណៈបកដូចខ្ញុំឆ្លើយខាងដើមអញ្ចឹងពីព្រោះអ្វីដែលខ្ញុំមើលឃើញយើងចង់បានផ្ទះខ្លួនឯងមួយទោះបីផ្ទះហ្នឹងតូចទាបវាទឹមខ្វះអញ្ចាំងខ្វះដបូលបែបណាក៏ដោយឲ្យតែយើងមានឆន្ទៈយើងអាចកសាងផ្ទះយើងទៅជាផ្ទះរឹងមាំបានឲ្យតែយើងមានជំហរច្បាស់លាស់នៅក្នុងការកសាងផ្ទះប្រជាធិបតេយ្យយើងអាចធ្វើបានហើយប៉ុន្តែក៏អរគុណដែរអ្នកដែលឲ្យយើងបានស្នាក់នៅបដិអាសន្នមួយរយៈពេលខ្លីយើងអត់មានទៅស្អប់គ្នាទេយើងអត់ទៅមានខឹងគ្នាទេប៉ុន្តែបើគ្រាន់ណាយើងខុសទស្សនៈគ្នាយើងខុសតែទស្សនៈតាផ្លូវដើរប៉ុន្តែគោលដៅទៅគោលដៅតែមួយហ្នឹងចង់ឲ្យមានលទ្ធិប្រជាធិបតេយ្យអញ្ចឹងបើពេលវេលាដែលมันអាចនៅជាមួយគ្នាបានទៅតាមពេលវេលាសិនទៅទុកឲ្យពេលវេលាជាអ្នកបកស្រាយក៏ថាបានដែរបាទអូនស្រីគាត់ដូចខ្ញុំអញ្ចឹងដោយសារគាត់អត់សូវប្រសពនៅក្នុងការឆ្លើយតបចំហរបស់គាត់គឺគាត់ដូចតែគ្នាទេបាទ
សូមជើញសំណួរបន្តទៀតបើមានបាទជើញ លោកពីរ៉ាខ្ញុំមើលឃើញថាមានសកម្មជននយោបាយជាច្រើនក្នុងស្ថានភាពនេះច្រើនដែលចុះចូលជាមួយគណៈបកដើម្បីយកវិទ្យាការៈដូចជាផ្នែកនេះចុះហេតុអីលោកយល់ឃើញយ៉ាងណាតាមពីអត់ទៅ បើយើងជាអ្នកគោរពសិទ្ធិគេជាអ្នកគោរពច្បាប់អានេះជាសិទ្ធិជាសិទ្ធិរបស់គេក្នុងការជ្រើសរើសគណៈបកនយោបាយណាមួយដែលស្របទៅតាមច្បាប់ស្តីពីគណៈបកនយោបាយស្របទៅតាមរដ្ឋធម្មនុញ្ញសិទ្ធិសេរីភាពរបស់ពលរដ្ឋមានពេញលេញនៅក្នុងការជ្រើសរើសគណៈបកនយោបាយហើយរឿងដែលគាត់ចង់បានអីចង់ធ្វើអីអាហ្នឹងដូចខ្ញុំថាយ៉ាងជាសិទ្ធិប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំក៏មានសិទ្ធិនៅក្នុងការសម្រេចចិត្តរបស់ខ្ញុំដែរខ្ញុំក៏មានស្វ័យសម្រេចនៅក្នុងការជ្រើសរើសគណៈបកមួយដែលខ្ញុំមើលឃើញដែរអញ្ចឹងក៏ឆ្លៀតឱកាសនេះក៏សំណូមពរទៅដល់គណៈបកផ្សេងទៀតសូមផ្ដល់សិទ្ធិដល់ប្រជាពលរដ្ឋខ្មែរឲ្យបានគ្រប់គ្រាន់កុំបិទសិទ្ធិសេរីភាពកុំធ្វើទុកបុកម្នេញនៅពេលដែលពួកគាត់ចូលរួមជាមួយគណៈបកនយោបាយណាមួយដែលខ្លួនយល់ថាត្រឹមត្រូវហើយគាត់ចង់ចូលរួមជាមួយដើម្បីឲ្យស្របទៅនឹងច្បាប់ស្របទៅនឹងរដ្ឋធម្មនុញ្ញព្រោះយើងសិនអ្នកគោរពច្បាប់ទាំងអស់គ្នាជាយករូបភាពគម្រាមកំហែងខឹងស្អប់ចោទប្រកាន់លៀបពណ៌ដើម្បីចាប់ចងបើមិនចោះចូលខាងខ្លួនរងការគម្រាមកំហែងបើមិនចោះចូលខាងខ្លួនចាប់ចងរូបភាពនេះមិនមែនជារូបភាពល្អហើយដែលសហគមន៍អន្តរជាតិគេតែងតែធ្វើការកោតទោសអំពីលំហសេរីភាពលំហនយោបាយរបស់ប្រជាពលរដ្ឋកម្ពុជាបាទអញ្ជើញបាទមានទៀតទេសូមអញ្ជើញបន្តបើមានយោបល់ អាចលើកចំណុចដែលលោកពីរ៉ាឆ្លាញ់គណៈបកកម្លាំងជាតិបានទេថាអ្វីដែលដូចលោកពីរ៉ានិយាយថាអ្វីដែលលោកជួយនយោបាយលោកដែលលោកពីរ៉ាឆ្លាញ់ដូចខ្ញុំថាអញ្ចឹងភ្លើងទៀនគឿងហើយយើងអរគុណដែលគេឲ្យយើងរើអីវ៉ាន់ទៅស្នាក់នៅផ្ទះម្ចាស់ផ្ទះមកដែលគេឲ្យយើងទៅនៅហ្នឹងរយៈពេលខ្លីហើយបងប្អូនក៏គិតគ្នាដែរថាយើងមិនអាចនៅផ្ទះគេរហូតទេយើងគួរតែមានផ្ទះខ្លួនឯងមួយទោះបីផ្ទះហ្នឹងវាមិនទាន់ធំវាអត់ទាន់មានជាងវាអត់ទាន់មានដបូលប៉ុន្តែជាផ្ទះរបស់យើងជាដីរបស់យើងដែលយើងអាចសាងសង់ទៅនៅបានដោយអត់ចាំបាច់បារម្ភអញ្ចឹងហើយបានខ្ញុំគឺមើលឃើញថាគណៈបកកម្លាំងជាតិចេញក្រោយពីគណៈបកភ្លើងទៀនមិនអាចចូលរួមប្រកួតប្រជែងខ្ញុំគិតថាដូចអ្វីដែលខ្ញុំបានគិតហើយទើបខ្ញុំសម្រេចចិត្តក្នុងមួយសប្តាហ៍នេះខ្ញុំសម្រេចចិត្តថាគឺច្បាស់ណាស់ថាមានតែគណៈបកកម្លាំងជាតិមួយគត់គឺជាគណៈបកដែលបន្តគោលដៅដើមរបស់គណៈបកភ្លើងទៀនបាទហើយឆ្លៀតក្នុងឱកាសនេះក៏ខ្ញុំម្លងពេលខ្ញុំជាប់ពន្ធនាគារខ្ញុំក៏សូមថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំគណៈបកភ្លើងទៀនទាំងអស់ក៏ដូចជាសពរបស់ជនដែលបានយកចិត្តទុកដាក់ខ្ញុំទាំងស្មារតីផ្លូវចិត្តទាំងមធ្យោបាយដូចជាផ្ដល់ជាអាហារហូបចុកតាមរយៈភរិយារបស់ខ្ញុំម្លងពេលដែលខ្ញុំមានបញ្ហាខ្ញុំអរគុណណាស់ការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគណៈបកភ្លើងទៀនគឺជាសារមួយបញ្ជាក់ទៅកាន់ដៃគូប្រជែងថាមិនមែនគណៈបកប្រឆាំងចេះតែបោះចោលអត់មើលថែសកម្មជនអត់មើលថែសមាជិករបស់ខ្លួនទេគឺខុសឆ្លាស់ហើយគ្រាន់តែម៉ោងនេះយើងនៅញែកគ្នាប៉ុន្តែចំហទស្សនៈរបស់យើងគោលដៅតែមួយគឺប្រជាធិបតេយ្យហើយអរគុណណាស់ហើយសម្រាប់ខ្ញុំគឺខ្ញុំមានចំហថាក្នុងនាមជាយុវជនខ្ញុំស្អប់ខ្ពើមវប្បធម៌លៀបពណ៌ជេរប្រមាថប្រើពាក្យអសរោះពេលខ្លះយើងក្តាប់ព័ត៌មានអត់គ្រប់ជ្រុងជ្រោយយើងយកទៅវិភាគហើយបើយើងអនាគតយើងខ្លាចទៅជាអ្នកដឹកនាំយើងចេះតែនិយាយតែផ្ដាស់អាហ្នឹងគេថាខាតខ្លួនឯងទេអញ្ចឹងក៏ក្នុងនាមខ្ញុំអត់ទៅឆ្លើយតបនឹងបញ្ហាណាមួយទេខ្ញុំគិតតែពីគោលដៅគឺប្រជាធិបតេយ្យហើយនឹងការរៀបចំចូលរួមជួយគណៈបកកម្លាំងជាតិនៅពេលដែលគណៈបកកម្លាំងជាតិផ្ដល់តួនាទីបែបណាសម្រាប់ខ្ញុំនឹងបំពេញទៅតាមលក្ខន្តិកៈបទជាផ្ទៃក្នុងគណៈបកដោយការនៅគណៈបកភ្លើងទៀនដូចគ្នាបាទឥឡូវមានទូនីតិអីដែរឥឡូវមកសុំគេ
mình dừng ở toàn đang tuôn ti ấy vào mình chẳng lấy mà đấy tôi sàn sân đấy bị chết thà máu trôi sống mà trôi đúng chuối cái nạp bạ cầm láng chiên chẳng xong nghĩa á mà kia ao cái lái nát thôi cái lái năng ọt ấy ọt men từ mưa khơi ô nhom ban đi nhom ban nó ọt tì nhom khơi bị rát ọt thao tiệp tì xong bị chết chắc bà cô đã cứ từ đa là thi bị chia thập tay bàn chân mến pi năm nông cúc chư chạp tê bông ô xong bị chết nè để thọp cho bún này kia bạn đăng thả rong ca chư chạp bún nà và khẩn tập phẩm ô bồn miên lùm nôm hay do từ bị phía khẩu hơi hay bảo mình sọc chết thế mà cho bún này kia xa mà đo mưa tới bạn đăng thả ta à ca liếp po à ca chọn bạc can à ca tha srua nó việc srua đôi khuôn tha để ọt và chân trong miền phần nắng nè xong chơi miền sầm nồi tỏ tiết bọt miền tê មានអីចង់ក្រោយលោកពីរ៉ាបើសិនជាគណៈបកកម្លាំងជិះជាប់មកតើគណៈបកមានគោលជំហរនឹងការបាក់ចិត្តយ៉ាងណាទៅជាប់ ខ្ញុំលឺអាបើសិននេះអត់ចង់បានសោះឧទាហរណ៍ហ្នឹងណាប៉ុន្តែបើធ្វើបានប៉ុណ្ណាយើងប្រឹងប្រែងឲ្យអស់សក្តានុពលដើម្បីបម្រើប្រជាពលរដ្ឋដូចធ្លាប់ដឹងហើយខ្ញុំធ្លាប់ជាជំទប់ទី1សំទោសជាចៅសកាត់រងទី1នៅសកាត់បឹងតពុនកាលនោះគណៈបកសង្គ្រោះជាតិខ្ញុំប្រឹងប្រែងណាក្រោយមកចៅសកាត់រងទី2គណៈបកភ្លើងទៀនក៏ខ្ញុំប្រឹងប្រែងដែរហើយមិនមែនតែខ្ញុំទេរាល់សមាជិកគណៈបកភ្លើងទៀនគណៈបកជំទាស់ទាំងអស់ដែលកំពុងតែមានទួនាទីតំណែងដែលប្រជាពលរដ្ឋបោះឆ្នោតឲ្យនោះក៏យកអស់កម្លាំងកាយចិត្តបម្រើពលរដ្ឋដែរខ្ញុំក៏ដូចគ្នាដែរហើយនៅថ្ងៃខាងមុខយើងប្រឹងប្រែងធ្វើយ៉ាងណាឲ្យពលរដ្ឋផ្ដល់សេចក្តីទុកចិត្តមកដល់គណៈបកកម្លាំងជាតិហើយពេលដែលគណៈបកទទួលបានសេចក្តីទុកចិត្តពីប្រជាពលរដ្ឋក្នុងកម្រិតណាមួយបើអាចយើងឈានរហូតទៅដឹកនាំរដ្ឋាភិបាលគឺយើងចង់ឃើញប្រទេសមួយដែលមានការអភិវឌ្ឍសម្រាប់ទាំងអស់គ្នាអ្នកមានក៏រស់បានអ្នកក្រក៏រស់បានបកកាន់អំណាចក៏រស់បានបកមិនកាន់អំណាចក៏រស់បានយុត្តិធម៌ស្មារតីគ្នាចំពោះមុខច្បាប់អ្នកធំធ្វើខុសក៏ទទួលទោសចំពោះមុខច្បាប់អ្នកតូចធ្វើខុសក៏ទទួលទោសចំពោះមុខច្បាប់បកកាន់អំណាចធ្វើខុសក៏ត្រូវតែផ្ដន់ទាចំពោះមុខច្បាប់បកមិនកាន់អំណាចធ្វើខុសក៏ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នាអាហ្នឹងគឺជាអ្វីដែលខ្ញុំចង់ឃើញហើយចង់ឃើញប្រជាពលរដ្ឋខ្មែរខ្លាចជាប្រជាពលរដ្ឋដែលទទួលបានការអប់រំមួយដែលមានភាពប្រសើរឡើងព្រោះមានតែការអប់រំទេដែលអាចធ្វើឲ្យប្រទេសកម្ពុជាយើងមានភាពរឹងមាំថិតថេរបានបាទមានទៀតទេ អស់ហើយប៉ុន្តែបើអាចរៀបរាប់អីដែលចង់រៀបរាប់បានណាការរៀបពណ៌អីទៅខ្ញុំអស់ហើយ ដូចមិនមានអីត្រូវបញ្ជាក់ទេហើយខ្ញុំមិញនេះបានថ្លែងអំណរគុណដល់សពរស់ជនរួចហើយថ្នាក់ដឹកនាំគណៈបកសាខាគណៈបកនៅក្រៅនៅក្នុងក៏ដោយគណៈបកភ្លើងទៀនគឺយកចិត្តទុកដាក់រួមទាំងគណៈបកកម្លាំងជាតិបង្កើតក្រោយក៏យកចិត្តទុកដាក់ជារួមយើងអត់បោះបង់គ្នាចោលទេកុំឲ្យមានអ្នកណាមួយដែលគាត់គិតពេលខ្លះគាត់លែងចង់នៅគាត់ឃើញស្អីមួយនៅគណៈបកផ្សេងគាត់ទៅហើយគាត់ថាអូគណៈបកប្រឆាំងអត់យកចិត្តទុកដាក់សមាជិករបស់ខ្លួនគណៈបកប្រឆាំងអត់គិតគូរមិនមែនអញ្ចឹងទេប៉ុន្តែក្នុងទម្រង់ដែលគណៈបកគិតគូរយើងមិនមែនជាគណៈបកដែលមានធនធានគ្រប់គ្រាន់ទេប៉ុន្តែយើងជួយគ្នានៅក្នុងគ្រាអាសន្នដើម្បីឲ្យយើងអាចធានាបាននៅការរស់នៅប្រចាំថ្ងៃបានបាទអរគុណច្រើន ជាចុងក្រោយលោកគ្រូមានអីថែមពីលើផងខ្ញុំសម្រាប់តែគាត់បានចូលមករួមជាមួយគណៈបកកម្លាំងជាតិដែរ បាទអរគុណច្រើនហើយក៏អរគុណវិរៈក៏ដូចជាអ្នកគ្រូតាក់ទងទៅនឹងការចូលរួមជាមួយគណៈបកកម្លាំងជាតិដោយខ្ញុំបានជម្រាបខាងដើមអញ្ចឹងថាយើងរីករាយទទួលស្វាគមន៍នៅវត្តមានរបស់គាត់ទាំងពីរក៏ប៉ុន្តែគណៈបកក៏មិនបំភ្លេចនៅវីរភាពបាទវីរភាពការលះបង់ការតស៊ូដោយវិរៈបានលើកឡើងថាគាត់មកនេះមិនមែនថាដើម្បីតួនាទីគោលដៅគឺប្រជាធិបតេយ្យបាទជាការពិតយើងធ្វើដើម្បីស្ដារឡើងវិញនូវការគោរពសិទ្ធិមនុស្ស
និងប្រជាធិបតេយ្យនៅកម្ពុជាក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏គណៈបកគិតគូរបាទគិតគូរដល់ឋានៈទួនាទីស័ក្តិសមទៅនឹងការលះបង់របស់លោកក៏ដូចជាអ្នកគ្រូបាទយើងមិនអាចទុកអ្នកដែលលះបង់អ្នកដែលតស៊ូគ្រាន់តែចូលហើយយើងទុកគៀនជាងយើងគោលនយោបាយចំហរបស់គណៈបកកម្លាំងជាតិអត់មានបែបហ្នឹងយើងត្រូវលើកកម្ពស់បាទលើកកម្ពស់អ្នកលះបង់អ្នកតស៊ូទាំងអស់ដើម្បីសង្គមជាតិដើម្បីប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជាប៉ុន្តែគ្រាន់តែខ្ញុំមិនទាន់ជម្រាបថាតើយើងនឹងផ្ដល់តួនាទីឬតំណែងនៅក្នុងបកជូនគាត់ទាំងពីរក្នុងតំណែងណាមួយខ្ញុំមិនទាន់ជម្រាបពេលនេះទេតែថ្នាក់ដឹកនាំរបស់គណៈបកកម្លាំងជាតិយើងនឹងពិភាក្សានឹងសម្រេចនៅក្នុងពេលឆាប់បាទក្នុងពេលឆាប់ហើយគាត់ជួនទៅនឹងសមាជនៅថ្ងៃ6មេសាខាងមុខនេះផងដែរពេលហ្នឹងនឹងអង្គសមាជអនុម័តនឹងផ្ដល់តួនាទីនៅក្នុងតួនាទីមួយដូចជាវិរាតក៏ដូចជាអ្នកគ្រូនៅពេលនឹងអង្គសមាជហ្នឹងពេលហ្នឹងបងប្អូននឹងបានជ្រាបថាតើគណៈបកនឹងផ្ដល់តួនាទីឲ្យបែបម៉េចខ្ញុំចង់បញ្ជាក់ចំហរបស់គណៈបកកម្លាំងជាតិផងដែរតែងតែគេលើកឡើងថាគណៈបកកម្លាំងជាតិជាគណៈបកបំបែកសម្លេងអ្នកប្រជាធិបតេយ្យតាមការពិតទៅគណៈបកកម្លាំងជាតិមិនមែនជាគណៈបកបំបែកសម្លេងទេបងប្អូនគណៈបកកម្លាំងជាតិគឺការឯកភាពពីក្បាលម៉ាស៊ីនមេដឹកនាំគណៈបកភ្លើងទៀនបន្ទាប់ពីកោជបបដិសេធមិនអោយគណៈបកភ្លើងទៀនចូលរួមការបោះឆ្នោត23កក្កដា2023នាដកាទី7នៃរដ្ឋសភាជាតិអញ្ចឹងហើយបានមានការឯកភាពជាគោលការណ៍ថានឹងបង្កើតផ្ទះថ្មីពេលហ្នឹងយើងប្រើពាក្យបង្កើតផ្ទះថ្មីបាទបង្កើតផ្ទះថ្មីឯកភាពទាំងអស់គ្នាបើផ្ទះថ្មីបង្កើតតនបោះឆ្នោតនៅព្រឹទ្ធសភាពេលនោះគឺគណៈបកកម្លាំងជាតិនេះដើរតួនាទីចូលរួមប្រកួតការបោះឆ្នោតព្រឹទ្ធសភាបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តស្រុកខណ្ឌក្រុងខណ្ឌក៏ប៉ុន្តែអ្វីដែលយើងសោកស្ដាយនៅពេលដែលបានផ្ទះថ្មីហើយមួយចំនួនក៏មិនមករួមរស់ជាមួយផ្ទះថ្មីខ្លួនឯងដែលខ្លួនបានបង្កើតបែរជាទៅច្រកនៅផ្ទះផ្សេងបាទផ្ទះខ្ចីគេឬជួលគេអញ្ចឹងទៅបាទអាហ្នឹងគ្រាន់តែចង់បញ្ជាក់ជំហរមួយទៀតគណៈបកកម្លាំងជាតិយើងរក្សាគណៈបកភ្លើងទៀនជាសារមន្ទីរបាទជាសារមន្ទីរបាទជាសារមន្ទីរអ្នកប្រជាធិបតេយ្យដូច្នេះបេសកកម្មរបស់គណៈបកកម្លាំងជាតិគឺបន្តបាទមិនមែនរក្សាទេគឺបន្តស្មារតីដើមជំនួសឲ្យគណៈបកភ្លើងទៀនជំនួសឲ្យគណៈបកសង្គ្រោះជាតិដូច្នេះខ្ញុំគ្រាន់តែបន្ថែមប៉ុណ្ណឹងហើយអ្នកគ្រូក៏ដូចវិរាតមានអីបន្ថែមទៀតដូចជាអស់ហើយបើអត់មានអីទេហើយអស់លោកក៏អត់មានសំណួរក៏ខ្ញុំសូមថ្លែងអំណរអគុណទាំងវិរាតទាំងអ្នកគ្រូក៏ដូចជាអ្នកសារព័ត៌មានជាតិអន្តរជាតិដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមសន្និសីទសារព័ត៌មាននៅថ្ងៃនេះហើយក៏សូមជូនពរឲ្យមានសុខភាពល្អសុខសុវត្ថិភាពទាំងអស់គ្នាបាទសូមអរគុណសូមបញ្ចប់ប៉ុណ្ណឹងបាទសូមអរគុណ